ដកឃ្លាបានបន្តិចសង្ហាគៀងមួយដៃស្ដាំឆ្វេងរបស់ពេជ្រសង្ហាឆ្វេងស្ដាំរបស់សង្ហាមួយដៃស្ដាំសង្ហាណាវាញាប់សន្ធាប់ណាស់ពេជ្រសង្ហាបាទទៅបន្តទៀតមួយដៃឆ្វេងមកវិញត្រៀមប្រុងព្រៀបប្រកួតគ្រុឌគុណខ្មែរគូទី6ដែលជាគូអន្តរជាតិកម្ពុជាម៉ាឡេស៊ីទឹកទី1 round 1អរគុណច្រើនទស្សនាទឹកទី1បាទការប្រកួត5ទឹកទាត់ស្ដាំរបស់សង្ហាជាការស្វាគមន៍ធាក់ឆ្វេងមួយទៀតរបស់សង្ហាទាត់ក្រោមពីបង្គោលខៀវ ZMP មួយដៃស្ដាំរបស់សង្ហាអាយ៉ាចូលវាយលេងសបាយសង្ហាបាទទាត់ស្ដាំសបាយទៅវិញដូចគ្នា ZMP ម៉ាឡេស៊ីនេះបាទធាក់ឆ្វេងមួយឲ្យសង្ហាដើរចូលមួយដៃស្ដាំរបស់សង្ហាបាទបដូរកណ្ដាប់ដៃគ្នាចូលមួយដៃឆ្វេងរបស់សង្ហាទាត់ឆ្វេងទៅវិញរបស់ ZMP លោកកណ្ដាប់ដៃឆ្វេងរបស់ពេជ្រសង្ហាញ៉ាយល់មួយដៃស្ដាំរបស់សង្ហាមួយដៃស្ដាំពីសង្ហាបាទមួយដៃឆ្វេងរបស់សង្ហាមួយដៃស្ដាំរបស់សង្ហាមួយដៃឆ្វេងស្ដាំសងពី ZMP មួយដៃស្ដាំរបស់សង្ហាមួយដៃស្ដាំពី ZMP ទាត់ឆ្វេងបាទ ZMP បាទមួយដៃស្ដាំរបស់សង្ហាមួយដៃស្ដាំសងដូចគ្នាសងកណ្ដាប់ដៃដូចគ្នាគូនេះអត់ទាន់ឃើញទាត់ជើងប្រហែលណាទាត់មួយមួយដៃស្ដាំទៅវិញចូលក្បាលពោះរបស់សង្ហាមួយដៃឆ្វេងស្ដាំរបស់សង្ហាអាយ៉ាចូលច្រើនដៃអាយ៉ាអត់ស្រួលបាទទៅបន្តទៀតមួយដៃស្ដាំរបស់សង្ហាលោកកណ្ដាប់ដៃឆ្វេងញាក់ឆ្វេងវាយស្ដាំរបស់ពេជ្រសង្ហាទាត់ស្ដាំពី ZMP បាទមួយដៃឆ្វេងរបស់សង្ហាមួយដៃឆ្វេងចាក់ជង្គង់ពីពេជ្រសង្ហាមួយដៃឆ្វេងរបស់សង្ហាអត់អីទេបាទមួយដៃស្ដាំទៅជាថ្មីរបស់សង្ហាថយមួយដៃឆ្វេងស្ដាំវាយក្បាលពោះសង្ហាព្យាយាមវាយក្បាលពោះយ៉ាងណាចេះគូនេះបាទសង្ហាហាក់ដូចជាព្យាយាមវាយក្បាលពោះច្រើនហាក់ដូចជាដឹងចំណុចខ្សោយឬក៏យ៉ាងណាបាទទៅបន្តទៀតកណ្ដាប់ដៃឆ្វេងស្ដាំរបស់ពេជ្រសង្ហាបាទលោកកណ្ដាប់ដៃឆ្វេងញាក់មួយដៃស្ដាំរបស់សង្ហាមួយដៃស្ដាំពីសង្ហាចាក់ជង្គង់មួយទៀតជង្គង់របស់សង្ហាបាទគ្រាកចាក់ជង្គង់សងពី ZMP បាទអត់អីដកឃ្លាបានបន្តិចសង្ហាគៀងមួយដៃស្ដាំឆ្វេងរបស់ពេជ្រសង្ហាឆ្វេងស្ដាំរបស់សង្ហាមួយដៃស្ដាំសង្ហាណាវាញាប់សន្ធាប់ណាស់ពេជ្រសង្ហាបាទទៅបន្តទៀតមួយដៃឆ្វេងមកវិញរបស់ ZMP ទាត់ស្ដាំឲ្យសង្ហាដើរចូលគៀកប៉ុន្តែសង្ហានៅតែដើរចូលគៀកចាប់គ្រាកលោកគឹមសុជាតិប្រាប់ថាប្របែបាទទស្សនាជាបន្តដើរចូលធាក់ស្ដាំរបស់ពេជ្រសង្ហាមួយដៃស្ដាំសង្ហាយ៉ាបាក់ឲ្យសង្ហាវាយក្បាលពោះអូយអត់ទេអត់ស្រួលទេ New Corner 1 2 3 4 5 6 7 8ប្រកួតបន្ត continue បាទបន្តការប្រកួតបាទមួយដៃឆ្វេងស្ដាំពេជ្រសង្ហាដឹងចំណុចខ្សោយព្យាយាមវាយចូលក្បាលពោះច្រើនណាមួយដៃឆ្វេងស្ដាំអូយប្រើដៃសុទ្ធតែម្ដងសង្ហាថ្ងៃនេះបាទដេញតាមមួយដៃឆ្វេងស្ដាំក្តាប់ដៃទៅបន្តទៀតរបស់ពេជ្រសង្ហាព្យាយាមធាក់កាត់អ្វីដែររបស់ZMPបង្គោលខៀវសង្ហាដេញតាមធាក់ស្ដាំបាទពេលវេលាមិនច្រើនទេបាទចុងទឹកទី1នេះវាឆ្វេងស្ដាំមួយទៀតក្តាប់ដៃឆ្វេងចូលពេញមុខពេញអូយBecause of neutral corner 1 2 3 4 5 6 7 8ចប់ទឹកទី1ម៉ាឡេស៊ីទឹកទី2 round 2បាទយើងរីកទស្សនាការប្រកួតបន្តទៀតតែម្ដងបាទឈានចូលមកដល់ទឹកទី2អោបស្វាគមន៍គ្នាមួយសិនបាទបង្គោលក្រហមកីឡាករពេជ្រសង្ហារាយបង្គោលខៀវគឺកីឡាករបាទZAIM បាទមកពីប្រទេសម៉ាឡេស៊ីបាទធាក់ឆ្វេងមួយរបស់លោកគ្រូតូចបាទចាំមើលថាប្រហែលដៃបើកលុយព្រោះថាទឹកទី1នេះច្រើនដៃដែរហើយតែមិនទាន់បានបើកលុយបាទបន្តមកដល់ទឹកទី2បាទកណ្ដាប់ដៃឆ្វេងស្ដាំកាត់សងវិញរបស់ZAIMបាទព្យាយាមបាទធាក់តូចមួយអូចូលពេញមុខទៅហើយបាទកណ្ដាប់ដៃឆ្វេងស្ដាំសងឆ្វេងមកវិញរបស់ZAIMបានម្ដាយមកវិញបាទគ្រូតូចបាទព្យាយាមផ្ដាច់គ្រូតូចព្យាយាមផ្ដាច់បាទណែកណ្ដាប់ដៃឆ្វេងស្ដាំចូលចាប់ជង្គង់មួយរបស់ពេជ្រសង្ហាបាទចាប់កាច់ដល់ថាចាប់កាច់ចកេះហ្មងណាតែនៅតែមិនទាន់ធ្វើអីបានបាទរំលងផុតទៅ1នាទីដែរសម្រាប់ទឹកទី2នេះបាទទាត់ស្ដាំមួយលើទាត់ស្ដាំសំវិញរបស់ZAIMពេជ្រសង្ហាណែព្យាយាមទម្លាយធុងស៊ុបបាទព្យាយាមថាបំបែកក្អមបាទកណ្ដាប់ដៃស្ដាំសងស្ដាំមកវិញរបស់ZAIMសង្ហាដើរចូលទាត់ស្ដាំបាទពេជ្រសង្ហានៅតែបន្តដើរចូលZAIMដកឲ្យព្រោះថាអត់អាចឲ្យពេជ្រសង្ហាប្រើកណ្ដាប់ដៃបានទេឥឡូវនៅតែព្យាយាមបាំងបន្តទៀតអីយ៉ាអត់អីបាទចូលកណ្ដាប់ដៃបន្តទៀតរកម្ដងទៀតជាលើកទី3
អូបាទគឺលោកគ្រូខឹមទៅជាតិបាទសម្រាប់បាទប្រាចន្ទទាននិស្សិតនៅក្នុងការបញ្ចប់បាទគូនេះតែម្ដងដោយសារតែឃើញថាបាទកីឡាករបាទសាអ៊ុនគឺមិនអាចមកបន្តដំណើរនៃការប្រកួតបានទៀតទេបាទអញ្ចឹងគឺលោកគ្រូតូចពីសង្ហៈបាទចំណាយពេលបាទ2ទឹកបាទនៅក្នុងការផ្ដួលគូប្រកួតហើយនេះគឺជាកីឡាករម៉ាឡេស៊ីទី4បាទដែលកីឡាករពេជ្រសង្ហៈបាទមិនឲ្យប្រកួតបានចាប់ទឹកបាទចំណាពេជ្រសង្ហៈក៏ទៅសំពះសំទោសបាទក្នុងនាមជាបាទកីឡាករដូចគ្នាបាទធ្វើបិទថាម្នាក់ជាម៉ាឡេស៊ីម្នាក់ជាកីឡាករកម្ពុជាប៉ុន្តែសុទ្ធតែជាកីឡាករគុនខ្មែរដូចគ្នាបាទយើងទស្សនាត្រង់នេះបាទរូបភាពយឺតបាទកណ្ដាប់ដៃឆ្វេងស្ដាំបាទរបស់បាទពេជ្រសង្ហៈសាអ៊ីមព្យាយាមបិទដែរប៉ុន្តែណែបាទកណនីចូលប្រឡោះឃុំបានត្រង់ល្អមែនទែនបាទច្បាស់មែនទែនបាទពីកីឡាករពេជ្រសង្ហៈហើយទៅត្រង់នេះជាបន្តទៀតបាទកណ្ដាប់ដៃឆ្វេងស្ដាំទៅឲ្យបាត់ផ្ទះស្ដាំមួយបន្ទាប់ពីផ្ទះស្ដាំមកហើយក៏បលុកស្ដាំមួយទៀតរបស់កីឡាករបាទពេជ្រសង្ហៈបាទអូយបាទចូលច្រើនមែនទែនបាទកីឡាករសាអ៊ីមបាទព្យាយាមបិទបាទមានទាំងបិទខ្វែងមានទាំងបិទទាំងដៃពីរប៉ុន្តែទប់មិនឈ្នះត្រង់នេះព្យាយាមយកដៃទល់បាទបិទខ្វែងស្ដាំចូលមកដៃទល់មកទៀតថែមស្ដាំមួយទៀតឆ្វេងស្ដាំបាទច្រើនដៃមែនទែនបាទចឹងលោកគ្រូខឹមសុជាតិគឺសម្រេចបាទបញ្ចប់ការប្រកួតនេះតែម្ដងបាទអរគុណច្រើនប្រិយមិត្តទស្សនិកជនបាទចំណាយសូមប្រកល់ភារៈជូនបាទមន្ត្រីបច្ចេកទេសដើម្បីធ្វើការប្រកាសលទ្ធផលជាផ្លូវការជូនបាទសូមអរគុណកីឡាករបង្គោលក្រហមពេជ្រសង្ហៈកម្ពុជាទទួលបានជ័យជំនះដោយវាយកីឡាករបង្គោលខៀវមកពីប្រទេសម៉ាឡេស៊ីត្រូវលោកអញ្ញាកណ្ដាលប្រជុំនៅក្នុងទឹកទី2ទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុតជួឆើត